នេះគឺជារបៀបចាស់ឡើងស្នោសម្រាប់ការដាំបន្លែនៅលើទឹករបស់យើងអញ្ចឹងបងត្រូវតែមានសម្ភារៈដូចជាលួសកត្រកហើយនិងចង្ក្រានអញ្ចឹងបងត្រៀមសម្ភារៈទាំងអស់ហ្នឹងសម្រាប់យើងអនុវត្តធ្វើអញ្ចឹងជាដំបូងបងត្រូវតែគូសដៅកន្លែងដែលយើងត្រូវចាស់អញ្ចឹងបងឡាំងគឺយើងប្រើដូចគ្នាទេអញ្ចឹងយើងលៃមកសំល្មមដែលយើងអាចដាំទៅមិនចង្អៀតកូនបន្លែអញ្ចឹងបើសិនជាបងគាត់ដាំលក្ខណៈប្រភេទស្ពៃអញ្ចឹងបងចោះរៀងញឹកប៉ុន្តែបើសិនជាបងដាំសាឡាត់បងចោះរៀងកម្លៀតគ្នាបន្តិចណាកុំឲ្យវាពេលដែលធំទៅគឺជាអៀនអញ្ចឹងយើងយកដែលយើងបានត្រៀមទុកហ្នឹងយើងយកមកពុតវាជាមួយនឹងកត្រកអញ្ចឹងយើងយកលួសហ្នឹងរុំជាមួយនឹងកត្រកឲ្យចេញជាពុំណារួចហើយយើងត្រូវតែដាក់ជាមួយនឹងភ្លើងឲ្យក្តៅអញ្ចឹងបងដាក់កាន់តែយូរកាន់តែក្តៅកាន់តែល្អព្រោះថាកាលណាកាន់តែក្តៅខ្លាំងគឺបងគ្រាន់តែដាក់លួសហ្នឹងទៅលើគម្របឡាំងដែលយើងត្រូវចោះហ្នឹងតែបន្តិចគឺវារបូតទៅហើយអញ្ចឹងបងមួយចំនួនគាត់តែងតែឆ្ងល់ថាខ្ញុំបានអីយកទៅចោះបានឡាំងរបស់ខ្ញុំចោះស្មើល្អអញ្ចឹងហើយនេះគឺជាវិធីក្នុងការចោះគម្របឡាំងឲ្យបានមូលល្អស្មើល្អហើយនាងខ្ញុំចង់បញ្ជាក់ជូនថាឡាំងបងដាំគឺខុសគ្នាអ្នកខ្លះដាំឡាំងដូចគ្នាអ្នកខ្លះដាំឡាំងអត់ដូចគ្នាទេអញ្ចឹងដូចនាងខ្ញុំនិយាយតាំងពីដំបូងអញ្ចឹងថាបងត្រូវតែលៃក្នុងការចោះបងស្ពៃឬក៏សាឡាត់បងត្រូវដឹងថាសាឡាត់វាធំអញ្ចឹងបងអាចកម្លៀតឡាំងឲ្យរៀងឆ្ងាយពីគ្នាបន្តិចហើយបើសិនជាបងដាំស្ពៃអញ្ចឹងបងដាក់រៀងញឹកក៏អត់អីដែរហើយញឹកហ្នឹងកុំញឹកពេកគឺត្រូវការដកឃ្លាខ្លះដែរដូចជាឡាំងរបស់នាងខ្ញុំអញ្ចឹងនាងខ្ញុំបើសិនជាស្ពៃនាងខ្ញុំចោះ3ជួរតែបើសាឡាត់នាងខ្ញុំចោះតែ2ជួរទេហើយសម្រាប់មួយជួរឡាំងនាងខ្ញុំវែងគឺមួយជួរនាងខ្ញុំដាក់4ចន្លោះអញ្ចឹងទាំងអស់4ជួរ4ចន្លោះ3ជួរអញ្ចឹងបើបងគាត់មានឡាំងគាត់លៃតាមវីដេអូរបស់នាងខ្ញុំណាមើលថានាងខ្ញុំកម្លៀតពីគ្នាប្រហែលជាមួយចាអាមឬក៏ចិត្តមួយចាអាមអញ្ចឹងបងលៃតាមនឹងទៅអញ្ចឹងបាទនាងខ្ញុំថាបងត្រូវតែដឹងឲ្យច្បាស់ថាខ្លួនឯងដាំអីអញ្ចឹងស្ពៃឬក៏សាឡាត់ហើយបើតកួនបងអាចចោះរៀងញឹកជាងនឹងក៏បានដែរអញ្ចឹងបងអាចលៃលោកទៅតាមការដាំរបស់បងប្អូនបានព្រោះថាការដាំការចោះឡាំងក៏វាតាមប្រភេទបន្លែរបស់យើងដែរអញ្ចឹងសម្រាប់គំរូដែលនាងខ្ញុំដាក់នៅក្រោយវីដេអូអញ្ចឹងបងអាចមើលគំរូរបស់នាងខ្ញុំ